ការកំសាន្តផ្សងព្រេងដែលខ្ញុំនឹងធ្វើដំណើរទៅស្វែងរក Diamond កំឡុងពេលនឹងដែរខ្ញុំក៏បានធ្វើដំណើរតាមផ្លូវក៏បានឃើញនៅខាងក្រោមមានរូងភ្នំជ្រៅមួយហើយពេលហ្នឹងខ្ញុំក៏ព្យាយាមរកផ្លូវដើម្បីបានចុះទៅក្រោមពេលបន្ទាប់មកទៀតខ្ញុំក៏បានឃើញផ្លូវចុះទៅក្រោមខ្ញុំក៏បានចុះតាមផ្លូវហ្នឹងតាមផ្លូវទឹកហ្នឹងទៅក្រោមហើយបន្ទាប់មកឃើញថាវាមានសភាពរៀងស្ងប់ស្ងាត់មែនតើប៉ុន្តែអត់យូរណាស់ទេក៏មានមិត្តភ័ក្តិគាត់មកស្វាគមន៍អញ្ចឹងណាខ្ញុំក៏បានរាក់ទាក់មួយគាត់វិញដែរហើយមួយមកក៏មានមួយមកទៀតមុនហ្នឹងក៏គាត់ស្ងៀមបន្តិចអានេះឃើញគាត់ស្វាគមន៍វិញដែរកំឡុងពេលហ្នឹងខ្ញុំក៏បានកលេចទៅឆ្វេងទៅស្ដាំថាវាមានអីខ្លាចឬក៏មានអីគួរឲ្យប្រុងប្រយ័ត្នដែរអត់ក្នុងពេលហ្នឹងខ្ញុំក៏បានឮសំឡេងមកពីក្រោមមិត្តភ័ក្តិគាត់មកវិញច្រើនដែរគាត់ឃើញរៀងស្ងាត់គាត់ក៏មកលេងអញ្ចឹងណាតែអត់អីថ្ងៃក្រោយមិនបាច់មកក៏បានដែរអត់អីទេពេលហ្នឹងខ្ញុំក៏បានដើរដាក់ភ្លើងបន្ថែមទៀតដើម្បីឲ្យវាមើលទៅវាភ្លឺវាមានទំនុកចិត្តតិចចឹងដោយសារតែវាមើលទៅគួរឲ្យខ្លាចខ្លាំងមែនតើពេលហ្នឹងខ្ញុំក៏បានសម្លឹងមើលទៅខាងមុខហើយក៏ឃើញមិត្តភ័ក្តិគាត់មកឯងច្រើនមែនតើខ្ញុំគិតថាខ្ញុំទប់ទល់អត់រួចពេលហ្នឹងខ្ញុំក៏គិតថាភៀសខ្លួនសិនហ្មងរត់សិនដោយសារតែមកគាត់លក្ខណៈជាក្រុមលក្ខណៈមកព្រួតហ្មងពេលហ្នឹងគឺរៀងចាប់ជឿនបន្តិចគឺថាការគេខ្លួនរបស់ខ្ញុំគឺបានបរាជ័យឯងគឺគាត់មកដេញរហូតហ្មងហើយពេលហ្នឹងខ្ញុំក៏បន្តការរត់នឹងបន្ថែមទៀតបន្ទាប់មកដល់ខាងមុខនេះបន្តិចខ្ញុំក៏បានដាក់ឈើដើម្បីឡើងឲ្យខ្ពស់បន្តិចជំរឿចុងក្រោយមែនតើហើយក៏បានមើលទៅក្រោមវិញឃើញថាមិត្តភ័ក្តិគាត់មករៀងទូចដែរពេលខ្លះយើងអាចនឹងត្រូវបោះគាត់ស្វាគមន៍ចាស់ដៃហ្មងអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំប្រើវិធីហ្នឹងហ្មងកំឡុងពេលហ្នឹងដែរឃើញថាគាត់មកស្វាគមន៍មួយយើងហើយអញ្ចឹងយើងកុំឲ្យខកខានឱកាសដ៏មានមួយហ្នឹងអញ្ចឹងណាអញ្ចឹងខ្ញុំក៏បានទៅទទួលស្វាគមន៍មួយគាត់វិញដែរឃើញថាមើលទៅគាត់មានស្វាហាប់ជាមួយនឹងភារកិច្ចមួយនឹងអញ្ចឹងណាខ្ញុំក៏បានឲ្យរង្វាន់ទៅគាត់ម្នាក់មួយទៅបន្ទាប់ពីភារកិច្ចមួយនឹងបានចប់ខ្ញុំក៏បានស៊ុំដើម្បីសម្លឹងមើលថានៅជុំវិញហ្នឹងមានDiamondដែរក៏អត់ចឹងណាតែវាជាសំណាងមួយដែលពេលហ្នឹងគឺខ្ញុំស៊ុំមកគឺវានៅចំពីមុខហ្នឹងហ្មងគឺឃើញហ្មងចឹងណាវានៅនឹងមុខហ្នឹងហ្មងចឹងគិតថាភារកិច្ចមួយហ្នឹងគឺខ្ញុំបានមកដល់វាមកកម្រិតហើយពេលហ្នឹងខ្ញុំក៏ព្យាយាមធ្វើដំណើរទៅរកDiamond ដែលខ្ញុំបានមើលឃើញមុនហ្នឹងបន្ទាប់មកខ្ញុំក៏បានកាប់យក Diamond
ហើយក៏ធ្វើដំណើរសម្លឹងមើលទេសភាពជុំវិញនឹងអញ្ចឹងណាហើយក៏បន្តដំណើរទៅខាងមុខទៀតខ្ញុំក៏បានឃើញជាមួយនឹងដែកគឺឃើញថាវាមានសភាពច្រើនមែនតើតែពេលហ្នឹងខ្ញុំអត់ទាន់បានកាប់យកទេខ្ញុំក៏ដាក់ភ្លើងបន្ថែមទៀតក៏វាជាចៃដន្យហ្នឹងក៏ឃើញជាមួយនឹងដៃមិនបន្ថែមទៀតតែក៏អត់ទាន់យកដែរខ្ញុំក៏បានដាក់ភ្លើងជុំវិញហ្នឹងហើយបន្ទាប់មកក៏ឃើញជាមួយនឹង idol យើងនៅខាងមុខហ្នឹងខ្ញុំក៏ថយក្រោយមកវិញសិនហើយក៏បានកាប់ជាមួយនឹងដៃមិននឹងបន្ថែមទៀតចឹងណាបន្ទាប់ពីកាប់ហើយខ្ញុំក៏បានឆែកជាមួយនឹងជុំវិញនឹងដែរថានៅមានប្រភេទដៃមិនអីដែរអត់ចឹងហើយក៏បានកាប់យកប្រភេទជាមួយនឹងដែកនឹងខ្លះដែរបន្ទាប់ពីប្រមូលកន្លែងហ្នឹងហើយខ្ញុំក៏បានកាប់ដែកមកកន្លែងទៀតក៏ប្រមូលដូចគ្នាហើយពេលហ្នឹងគឺអត់ទាន់តាណាទេនៅប្រមូលដែកនៅម្ដុំហ្នឹងសិនបន្ទាប់ពីប្រមូលហើយខ្ញុំក៏បានធ្វើដំណើរទៅមុខទៀតក៏បានជួបជាមួយនឹងបងដែលគាត់ជាម្ចាស់កន្លែងអញ្ចឹងណាគាត់ក៏ស្វាគមន៍ជាមួយនឹងព្រួញមកព្រួញពីព្រួញដែរគឺថារៀងចុកដែរអញ្ចឹងបន្ទាប់មកខ្ញុំក៏បានកលេចទៅមើលកន្លែងដុតដែកហើយក៏បានប្រមូលដែកខ្លះដែរគឺថាពេលហ្នឹងគឺរៀងសាំតប៉ាតិចនៅចាំតើវាគ្រប់ចំនួនចាំដុតដែកហ្នឹងតើអស់ហ្មងវាមើលទៅវារៀងសាំហ្មងសាំខ្លាំងមែនតើហ្មងសម្រាប់វីដេអូខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងសូមអរគុណសម្រាប់ការទស្សនាតាមពីដើមរហូតមកដល់ចប់វីដេអូសូមអភ័យទោសចំពោះកំហុសអចេតនាណាមួយដែលខ្ញុំនិយាយទៅវាមានកំហុសទៅលើវីដេអូហ្នឹងនិងអរគុណសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយ